សួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគូលើកយកវីដេអូយើងបន្តទៀតមកបង្ហាញដល់បងប្អូនហើយថ្ងៃនេះគូយកប្រភេទអង្គតិក្រាលពិសេសជាងគេបងប្អូនត្រៀមប្រឡងបាក់ឌុបក៏ដូចជាកំពុងរៀនអង្គតិក្រាលអញ្ចឹងយើងអាចមើលឲ្យក្នុងការដោះស្រាយយើងអាចងាយក្នុងការដោះស្រាយផងដែរអញ្ចឹងចំពោះលំហាត់របស់គូពីនេះគូយករូបមន្តពីរផ្សេងគ្នាក្នុងការមកដោះស្រាយចែកមេដល់បងប្អូនអញ្ចឹងទី1គឺយើងគណនាអង្គតិក្រាលនៃ x ដល់2 2025 dx អញ្ចឹងបើយើងគណនាអង្គតិក្រាលហ្នឹងយើងត្រូវយល់ពីរូបមន្តនេះជាមុនសិនក្នុងការដោះស្រាយឬមួយក៏យើងអាចតាំងក៏បានដែរអញ្ចឹងបើយើងប្រើរូបមន្តវាលឿនជាងតាំងអញ្ចឹងបើយើងប្រើរូបមន្តយើងចូលព្យាយាមបំលែងវាតោះឥឡូវកុំឲ្យខាតពេកយើងបំលែងវាតែម្ដងទៅអញ្ចឹងធ្វើម៉េចបំបានព្រាមអញ្ចឹងបើធ្វើបានព្រាមយើងយកអនុគមរបស់យើងមានន័យថាអុយរបស់យើងនេះមកព្រាមតែម្ដងអញ្ចឹងបើយើងយកអានឹងមកព្រាមមានន័យថាយើងអាចបាន x ដល់ឲ្យលេខ2ព្រាមអញ្ចឹងនៅពេលយើងព្រាមវាបានលេខ1ហើយអញ្ចឹងលេខ1វាស្មើនឹងអាមីគុណទៅនេះអញ្ចឹងអាលេខគុណទៅហ្នឹងគឺលេខ1អញ្ចឹងព្រាមអូខេហើយ x ដល់2នឹងដដែលវាស្វ័យគុណ n យើងគឺប៉ុន្មាន2025អូខេអញ្ចឹងគឺសរសេរ dx អញ្ចឹងនៅពេលដែលយើងសរសេរបែបនេះឃើញថាវាស្មើដើមខាងលើដូចគ្នាអញ្ចឹងហើយក៏វាត្រូវរូបមន្តដូចគ្នាអញ្ចឹងបើវាត្រូវរូបមន្តហើយយើងដាក់យកចម្លើយតែម្ដងគឺស្មើទៅនឹងអុយសកុណ n បូក1អញ្ចឹងអុយសកុណ n បូក1មានន័យថា 2x ដល់លេខ2នេះស្វ័យគុណ2025បូក1អញ្ចឹងវាស្មើនឹង2026នៅលើ n បូក1 n យើងគឺ2025អញ្ចឹងបូក1ទៅវាបាន2026អញ្ចឹង2026ហើយបូកទៅនឹងចំនួនថេរណាមួយយើងអត់ដឹងទេប៉ុន្តែយើងអាចដាក់ជារបស់មានថា C នេះជារបស់ A វាជាចំនួនពិតណាមួយយើងអត់ស្គាល់ទេអូខេអញ្ចឹងក្នុងតម្លៃនេះដែរគឺយើងអង្គតិក្រាលហ្នឹងគឺបានតែប៉ុណ្ណឹងគឺចប់ហើយមានន័យថាជាអង្គតិក្រាលមិនកំណត់បើវាកំណត់យើងផ្សេងទៀតតោះឥឡូវយើងមកមើលលំហាត់ថ្មីមួយទៀតក្នុងលំហាត់នេះដែរយើងត្រូវយល់អំពីប្រភេទរូបមន្តនេះដូចគ្នាដែរអញ្ចឹងបើយើងយល់ពីរូបមន្តហ្នឹងយើងគ្រាន់តែមើលបន្តិចគឺយើងអាចដឹងវិធីខ្លះក្នុងការដោះស្រាយតែម្ដងអញ្ចឹងនៅពេលដែលយើងអាំងនេះទៅយើងធ្វើវាចូលរូបមន្តសិនអញ្ចឹងចំពោះលេខ4យើងអាចទាញមកក្រៅបានដោយសារតែវាជាមីគុណអញ្ចឹងខាងលើនេះគឺអាចសរសេរថា x ដល់1ព្រាមនៅលើអូខេ x ដល់1អញ្ចឹងឃើញថានៅពេលដែលគ្រូសរសេរពេលនេះឃើញថាវាចូលរូបមន្តតែម្ដងហើយនៅពេលដែលយើងយក x ដល់1មកព្រាមវាចេញលេខ1អញ្ចឹងចេញលេខ1វាស្មើនឹងទម្រង់ដើមហ្នឹងបើស្មើនឹងទម្រង់ដើមមានន័យថាតម្លៃពីរហ្នឹងគឺវាផ្ទៃផ្ទាត់ស្មើគ្នាអញ្ចឹងយើងអាចប្រើរូបមន្តបានអញ្ចឹងប្រើរូបមន្តមានន័យថាកន្លែងនេះគឺយើងបាន4 ln តម្លៃដែលខាត់នេះអុយយើងបានគឺអុយគឺ x ដល់1ហើយបណ្ដាក់តម្លៃដែលខាត់ដោយសារនៃនេះ ln គឺអត់អាចអវិជ្ជមានទេទោះវាដកក្រោយបូកក្រោយក្នុងតម្លៃដែលខាត់គឺចេញបូកជានិច្ចអញ្ចឹងកន្លែងនេះបូកជាមួយនឹងចំនួនពិតណាមួយអញ្ចឹងចំនួនពិតនេះគូដាក់ថាវាជារបស់ a និយាយថាអូខេអញ្ចឹងនេះរបស់ A អញ្ចឹងចម្លើយនៃលំហាត់របស់យើងអាហ្នឹងពេលដែលអង្គតិក្រាលទៅគឺទទួលបានប៉ុណ្ណឹងអញ្ចឹងបងប្អូនយើងមើលហើយយើងអាចធ្វើបានហើយក្នុងនោះដែរគូដាក់កិច្ចការយើងមួយចោះដើម្បីឲ្យយើងរៀនធ្វើកាន់តែច្បាស់អូខេអញ្ចឹងយើងក្រោយពីបានមើលហើយយើងអាចធ្វើ homework មួយទៅបន្ថែមទៀតដើម្បីឲ្យយើងកាន់តែច្បាស់អញ្ចឹងគូដាក់1គេនេះអង្គតិក្រាលដូចគ្នាអញ្ចឹងគូអង្គតិក្រាលកន្លែងនេះគូដាក់10អូខេនៅលើx ដល់ឲ្យ20ចុះអញ្ចឹងអានេះយើងប្រើគំរូតែមួយគឺក្នុងការគណនាងាយអូខេអញ្ចឹងកន្លែងទៅនេះយើងធ្វើរបស់ឯងហើយបានចម្លើយអាចដាក់ជា comment ឲ្យគ្រូឆែកមើលក៏បានដែរអូខេចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេ